បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងคลิปវីដេអូថ្មីមួយនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបផ្ទេរប្រាក់ពីគណនីវិញទៅកាន់លេខទូរស័ព្ទដៃអញ្ចឹងបើសិនបងប្អូនចង់ធ្វើការផ្ញើប្រាក់បាទពីភ្នំពេញទៅតាមខេត្តអីបងប្អូនមិនបាច់បាទទៅដល់ភ្នាក់ងារវិញផ្ទាល់ទេបងប្អូនគ្រាន់តែមានគណនីវិញមួយនៅលើទូរស័ព្ទដៃបងប្អូនអាចធ្វើការផ្ញើលុយបាទពីបាទវិញទៅកាន់លេខទូរស័ព្ទដៃបានហើយណាបាទឥឡូវសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃតែម្ដងបាទនៅក្នុងឆ្នាំ2026នេះបាទគណនីវិញគឺបានអាប់ដេតបាទតម្រង់ថ្មីណាបាទអញ្ចឹងបងប្អូនចូលមកក្នុងបាទគណនីវិញមកដើម្បីធ្វើការផ្ញើបាទព្រះបងប្អូនចូលមកហើយបាទវាចេញមកដល់តម្រង់បែបនេះរួចហើយបងប្អូនរកមើលព្រួយនេះដែលមានពាក្យថាបាទផ្ទេរអញ្ចឹងបងចុចបន្ទាត់មករួចហើយបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់ឬមួយក៏បងប្អូនបើកមុខងារ scan ក្រយៅដៃបងប្អូន scan ក្រយៅដៃពឹបមកបាទបន្ទាប់ពីបងប្អូនចុចពីលើពាក្យថាផ្ទេរហើយនឹងចេញមកបាទតម្រង់បាទជាច្រើននេះបាទផ្ទេរទៅគណនីបាទផ្ទាល់ខ្លួនបាទផ្ទេរទៅគណនីបាទវិញដូចគ្នាអញ្ចឹងណារួចបងប្អូនរកមើលនេះឃើញពាក្យថាវិញវេលុយបាទអញ្ចឹងនៅជួរបាទទី5ណាបាទវិញវេលុយចុចតុកចូលមកបាទមកដល់តម្រងនេះបងប្អូនមើលនៅក្នុងគណនីនេះគេដាក់ថាបាទ2គណនីអញ្ចឹងបើសិនជាបងចង់ធ្វើការផ្ញើបាទចេញជាលុយដុល្លារបងប្អូនធ្វើការចុចតុកសិនមកដើម្បីបាទមើលណាបាទតើកន្លែងគណនីនេះបើរត់ចូលទៅគណនីដែលមានលុយអត់ណាបាទអញ្ចឹងសូមធ្វើការចុចសិនបាទនេះបងប្អូនខ្ញុំចុចមកគណនីនេះបាទប្រាក់រៀលអញ្ចឹងនៅក្នុងបាទគណនីរបស់ខ្ញុំគឺមានបាទ1លានបាទ10000ណាបាទរួចហើយចុចតុកចូលមករួចហើយបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទនេះគេដាក់ថាបាទលេខទូរស័ព្ទអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការផ្ញើទៅកាន់លេខទូរស័ព្ទមួយណាបងប្អូនធ្វើការដាក់បញ្ចូលមកណាបាទរួចហើយខ្ញុំធ្វើការបាទផាសយកតែម្ដងទៅដោយសារតែខ្ញុំបាន copy រួចរាល់ហើយនេះដាក់លេខទូរស័ព្ទមួយនេះរួចហើយបងប្អូនធ្វើការវាយទឹកប្រាក់ចូលមកបងប្អូនចង់ធ្វើការផ្ញើប្រមាណបាទអញ្ចឹងដោយសារតែខ្ញុំចង់ផ្ញើ1លានដាក់លេខ1មករាយ10 100 1000 10000 សែនលានរៀងបងប្អូនណាបាទ1លានរួចចាំបងប្អូនជ្រើសរើសគោលបំណងទៅគេដាក់ថាបាទគោលបំណងបាទរួចហើយខ្ញុំជ្រើសរើសពាក្យថាបាទគុតគង់គ្រួសារបាទរួចហើយចុចពាក្យថាផ្ទេរបងប្អូនផ្ទៀងផ្ទាត់មើលត្រឹមត្រូវផងលេខទូរស័ព្ទណាបើយល់ល្អបងប្អូនចូលទៅ copy ទៅដើម្បីកុំឲ្យច្រឡំណាបាទចុចពាក្យថាផ្ញើទៅបាទនេះបងប្អូនធ្វើការផ្ទៀងផ្ទាត់ម្ដងទៀតបាទនេះលេខបាទអ្នកទទួលណាបាទវិញវេលុយទៅបាទលេខទូរស័ព្ទមួយនេះបាទអញ្ចឹងឃើញថាត្រឹមត្រូវហើយចុចពាក្យថាបញ្ជាក់ទៅតែម្ដងទៅណាបាទមកដល់ចំណុចនេះបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់ដោយសារតែបើសិនជាបងប្អូនបើកមុខងារ scan ក្រយៅដៃក៏បាទគេឲ្យធ្វើការ scan ក្រយៅដៃដែរបាទគេចង់បញ្ជាក់ជាមួយលេខកូដ4ខ្ទង់ណាបាទឥឡូវសូមធ្វើការលាក់បងប្អូនបន្តិចបងប្អូនខ្ញុំបានធ្វើការបញ្ចូលរួចរាល់ហើយបាទហើយនេះបងប្អូនលេខកូដ8ខ្ទង់នៅក្នុងនេះបាទគេដាក់ថាលេខបាទសម្ងាត់8ខ្ទង់អញ្ចឹងពេលបងប្អូនធ្វើការបាទផ្ទេររួចរាល់ហើយបងប្អូនធ្វើការថតលើ screen មកប៉ឹកទៅបាទរួចយ៉ាងបងប្អូនយកលេខកូដនេះបាទខលបាទទៅអ្នកភូមិទៅឲ្យគាត់ធ្វើការកត់លេខកូដហ្នឹងទៅបាទទៅបើកលុយបាទអញ្ចឹងបងប្អូនប្រាប់ចំនួនទឹកប្រាក់ផងថាទឹកប្រាក់ផ្ញើទៅ1លានអញ្ចឹងបងប្អូនឃើញ1លានបាទ6000អញ្ចឹងដោយសារតែវិញបានកាត់សេវាអស់6000នៅក្នុងបាទពេលបងប្អូនធ្វើការបាទផ្ញើម្ដងណាបាទ1លានកាត់6000បាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទហើយមុននឹងឃ្លីបបងប្អូនទៅបាទសូមជូនពរជូនជ័យដល់បងប្អូនរកទូទីមិនបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ